បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានេះជាសកម្មភាពដែលខ្ញុំយកខ្លែងរបស់ភ្ញៀវយុទ្ធសាស្ត្រខ្លែងនេះគឺគាត់បានកក់លុយខ្ញុំទិញខ្ញុំយូរហើយតែខ្ញុំទៅមិនបានធ្វើឲ្យហើយខ្លែងនេះធំណាស់បងប្អូនមើលទៅឃើញទូចទេព្រោះយើងហោះវាខ្សែរៀងវែងដែរចឹងមកពីទូចទេប៉ុន្តែខ្លែងនេះ3 ម៉ែត្រជាងស្លាប់ជិត3 ម៉ែត្រស្លាប់2 ម៉ែត្រជាងដែរហើយកតុយវិញប្រហែលចូលកតុយ2 គីឡូហើយក៏ដងឯក1 គីឡូព្រោះឆ្អឹងវារៀងរឹងចឹងយើងដាក់ឯកកតុយរៀងធ្ងន់បន្តិចហើយតឹងណាស់បងប្អូនអើយមហាតឹងហ្នឹងណែមើលខ្សែណែតឹងងាងហ្មងខ្សែអត់លេងសើចទេខ្សែនេះខ្សែលេខ2នៅដាក់នៅចង់ខ្ញុំដូចចង់ស្រាវដែរហ្នឹងហើយសម្រាប់បងប្អូនណាដែលចង់បានខ្លែងឬក៏ត្រូវការខ្លែងអាចតាក់ទងបានហើយលេខទំនាក់ទំនងខ្ញុំដាក់នៅ description របស់ YouTube ហ្នឹងហើយ TikTok ក៏ខ្ញុំដាក់ link ដែរដាក់ link នៅ channel YouTube របស់ខ្ញុំហ្នឹងហើយចុងក្រោយសូមអរគុណបងប្អូនអរគ្នាដែលបានទស្សនាវីដេអូខ្ញុំរហូតដល់ចប់ទុកសប្បាយទាំងអស់គ្នាបងប្អូនជម្រាបលា